លោកដូណាល់ ត្រាំនិយាយថាអ៊ុយក្រែនត្រូវតែកាត់ទឹកដីឲ្យរុស្ស៊ីប្រសិនបើចង់បានសន្តិភាពទីក្រុង Washington ថ្លែងប្រាប់អ្នកកាសែតនៅសេតវិមានលោកដូណាល់ ត្រាំបានលើកឡើងថាការខិតជិតដល់សារជាថ្មីនៃរដូវរងាការកើនឡើងនៃចំនួនមនុស្សស្លាប់និងការវាយប្រហារយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់គ្នាលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនបានសង្កត់ធ្ងន់អំពីភាពចាំបាច់ដើម្បីបញ្ចប់សង្គ្រាមឲ្យបានទាន់ពេលវេលាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអះអាងថាទីក្រុង Washington មានមធ្យោបាយដើម្បីឆ្ពោះទៅរកសន្តិភាពហើយលោក Zelensky នឹងចាំបាច់ត្រូវតែទទួលយកវានេះបើតាមលោកដូណាល់ ត្រាំបានបញ្ជាក់ថារូបលោកទុកពេលឲ្យអ៊ុយក្រែនដល់ថ្ងៃប្រហោះសប្តាហ៍ក្រោយដើម្បីទទួលយកផែនការរបស់លោកនេះបើយោងទៅតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាលោកនឹងមិនក្បត់ប្រទេសរបស់លោកនោះទេខណៈដែលលោកបានព្រមានថាទីក្រុងគៀវកំពុងប្រឈមមុខនឹងគ្រាដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនស្របពេលដែលមានសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកឲ្យទទួលយកសំណើសន្តិភាពដ៏ចម្រូងចម្រាសមួយនេះដែលរួមបញ្ចូលទាំងការសម្របសម្រួលសំខាន់ៗទៅកាន់ប្រទេសរុស្ស៊ីយោងតាមការចុះផ្សាយរបស់ Independent នៅក្នុងសន្ទរកថាជាតិមួយកាលពីថ្ងៃសុក្រទី21ខែវិច្ឆិកាឆ្នាំ2025លោក Zelensky បានលើកឡើងថាអ៊ុយក្រែនអាចនឹងប្រឈមមុខនឹងជម្រើសដ៏លំបាកបំផុតមួយគឺបាត់បង់សេចក្តីថ្លៃថ្នូរឬប្រឈមនឹងការបាត់បង់ដៃគូដ៏សំខាន់បន្ទាប់ពីទីក្រុង Washington បានផ្ដល់សញ្ញាថាការផ្គត់ផ្គង់អាវុធនិងការគាំទ្រផ្នែកស៊ើបការសម្ងាត់របស់អាមេរិកអាចនឹងត្រូវកាត់ផ្តាច់លុះត្រាតែទីក្រុងគៀវចុះហត្ថលេខាលើក្របខ័ណ្ឌនៃផែនការ28ចំណុចត្រឹមថ្ងៃប្រហោះសប្តាហ៍ក្រោយលោកបាននិយាយថាអ៊ុយក្រែននឹងធ្វើការដោយស្ងប់ស្ងាត់ជាមួយដៃគូរបស់ខ្លួននិងផ្ដល់ជំរឿសជំនួសចំពោះសេចក្តីព្រៀងកិច្ចព្រមព្រៀងមួយនេះសំណើរបស់សហរដ្ឋអាមេរិកបានអំពាវនាវឲ្យអ៊ុយក្រែនត្រូវតែលះបង់ទឹកដីរបស់ខ្លួននៅក្នុងតំបន់ Donetsk តំបន់ Luhansk និង Crimea បង្កកសកម្មភាពជួរមុខបច្ចុប្បន្ននៅក្នុងតំបន់ Kherson និងតំបន់ Zaporizhzhia កាត់បន្ថយយោធារបស់ខ្លួនមកនៅត្រឹម 60,000 នាក់និងបដិញ្ញាថានឹងមិនចូលរួមជាមួយអង្គការ NATO ឡើយដែលជាលក្ខខណ្ឌដែលទីក្រុងគៀវបានច្រានចោលជាយូរណាស់មកហើយផែនការនេះក៏បានគូសបញ្ជាក់ពីជំហានសម្រាប់ការបញ្ចូលរុស្ស៊ីឡើងវិញទៅក្នុងសេដ្ឋកិច្ចពិភពលោករួមទាំងការលើកលែងទណ្ឌកម្មនិងការស្ដារទម្រង់ G8 ឡើងវិញ BBC News ក៏បានរាយការណ៍ផងដែរថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាក្របខ័ណ្ឌនេះអាចជាជំរើសមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាទោះបីជាលោកបានបន្ថែមថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការប្រយុទ្ធក៏ដោយថ្លែងទៅកាន់មេបញ្ជាការយោធាកាលពីថ្ងៃប្រហោះលោក Putin បានសង្កត់ធ្ងន់លើការសម្រេចបានដោយគ្មានលក្ខខណ្ឌនៅគោលដៅសង្គ្រាមរបស់រុស្ស៊ីទន្ទឹមនឹងនោះដែរប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបានឲ្យដឹងថាលោក Zelensky នឹងត្រូវតែទទួលយកនូវកិច្ចព្រមព្រៀងនេះដោយព្រមានថាអ៊ុយក្រែនអាចនឹងបាត់បង់ទឹកដីបន្ថែមទៀតក្នុងរយៈពេលដ៏ខ្លីបើហ៊ានបដិសេធលោកបានបញ្ជាក់ថាវាគឺជារឿងសមរម្យក្នុងការផ្ដល់ពេលឲ្យទីក្រុងគៀវរហូតដល់ថ្ងៃទី27ខែវិច្ឆិកាដែលជាថ្ងៃបុណ្យ Thanksgiving នៅសហរដ្ឋអាមេរិកដើម្បីអនុម័តផែនការនេះយ៉ាងណាមិញលោកក៏បានសង្កត់ធ្ងន់ដែរថាថ្ងៃកំណត់ក៏អាចត្រូវបានពន្យាពេលដែរបើដំណើរការរលូនល្អទៅមុខទីក្រុង Washington បានច្រានចោលការអះអាងដែលថាអ៊ុយក្រែនត្រូវបានគេរុញច្រានចេញពីការព្រៀងសំណើនេះដោយនិយាយថាវាត្រូវបានបង្កើតឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយប្រធានសន្តិសុខអ៊ុយក្រែនលោក Rustem Umerov ដែលបានស្នើការកែប្រែចំណុចមួយចំនួនមុនពេលបង្ហាញវាទៅដល់លោក Zelensky លោក Zelensky បានព្រមានប្រជាជនអ៊ុយក្រែនថាសម្ពាធជាច្រើននឹងត្រូវបានដាក់ដើម្បីធ្វើឲ្យយើងចុះខ្សោយដើម្បីបំបែកយើងដោយជំរុញឲ្យប្រទេសនេះនៅតែរួបរวมគ្នាលោកបាននិយាយទៀតថាលោកបានទទួលការធានានៅការគ្រប់គ្រងជាបន្តបន្ទាប់តាមរយៈការហៅទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Friedrich Merz ការជជែកដេញដោលជុំវិញផែនការរបស់សហរដ្ឋអាមេរិកកើតឡើងស្របពេលដែលរុស្ស៊ីអះអាងពីការមានប្រៀបជាងមុនបន្តិចនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនហើយនៅពេលដែលទីក្រុងគៀវកំពុងដោះស្រាយបញ្ហាជាមួយនឹងវិបត្តិផ្ទៃក្នុងដែលពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ$100 លានដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនប្រតិកម្មសាធារណៈនៅក្នុងប្រទេសអ៊ុយក្រែនគឺមានលក្ខណៈបដិសេធដាច់អហង្ការចំពោះផែនការរបស់សហរដ្ឋអាមេរិកស្ត្រីមេម៉ាយរបស់ទាហានម្នាក់នៅទីក្រុងគៀវបានប្រាប់ BBC ថាសំណើនេះមិនមែនជាផែនការសន្តិភាពទេតែវាជាផែនការដើម្បីបន្តសង្គ្រាមខណៈដែលអ្នករស់នៅក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់បានសម្ដែងក្តីសង្ឃឹមថាទីក្រុងគៀវនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយដែលផ្ដល់ភាពសមស្របដល់ការគ្រប់គ្រងរបស់ទីក្រុងមូស្គូនោះទេនេះបើតាម Sky News លោក Zelensky ត្រូវបានគេរំពឹងថានឹងធ្វើការហៅទូរស័ព្ទទៅកាន់លោក Donald Trump នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាបន្ថែមទៀតអំពីផែនការសន្តិភាពដ៏ចម្រូងចម្រាសមួយនេះ
ស្របពេលជាមួយគ្នានេះដែរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាសំណើ28ចំណុចដែលត្រូវបានកែសម្រួលថ្មីព្រៀងដោយសហរដ្ឋអាមេរិកអាចត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយបន្ថែមថាទីក្រុងមូស្គូនៅតែមានទំនុកចិត្តលើទីតាំងសមរភូមិរបស់ខ្លួនក៏ប៉ុន្តែបើកចំហសម្រាប់ការចរចាថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃសុក្រទី21ខែវិច្ឆិកាឆ្នាំ2025លោក Putin បានលើកឡើងថាគំនិតផ្ដួចផ្ដើមនេះគឺត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកមុនកិច្ចប្រជុំកំពូល Alaska កាលពីថ្ងៃទី15ខែសីហាមកម្លេះដែលទីក្រុង Washington បានជំរុញឲ្យទីក្រុង Moscow បង្ហាញពីភាពបត់បែនលោកបានប្រាប់ថាគោលដៅចម្បងនៃកិច្ចប្រជុំនៅ Alaska គឺដើម្បីបញ្ជាក់ថាទោះបីជាមានបញ្ហាលំបាកមួយចំនួនក៏ដោយយើងយល់ស្របនឹងសំណើទាំងនេះហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញភាពបត់បែនដែលផ្ដល់ជូនយើងយោងតាមលោក Putin ប្រទេសរុស្ស៊ីបានជូនដំណឹងដល់មិត្តភ័ក្តិនិងដៃគូនៅក្នុងតំបន់អាហ្វ្រិកខាងត្បូងរួមទាំងចិន ឥណ្ឌា កូរ៉េខាងជើង អាហ្វ្រិកខាងត្បូង ប្រេស៊ីលនិងសមាជិក CSTO ហើយយើងទាំងអស់គ្នាបានសម្ដែងការគាំទ្រចំពោះក្របខ័ណ្ឌសក្តានុពលនេះលោកបាននិយាយទៀតថាសន្ទុះបានថយចុះបន្ទាប់ពីកិច្ចចរចានៅ Alaska ដោយសារតែអ៊ុយក្រែនបានបដិសេធចំពោះសំណើដែលរារាំងទីក្រុង Washington មិនឲ្យដំណើរការផែនការនេះទៅមុខទីក្រុង Moscow ក្រោយមកបានទទួលកំណែទំនើបកម្មថ្មីនៃសេចក្តីព្រាង28ចំណុចដែលលោក Putin បាននិយាយថាវានៅតែអាចបង្កើតជាមូលដ្ឋាននៃការដោះស្រាយចុងក្រោយទោះបីជាមិនទាន់ត្រូវបានពិភាក្សាលម្អិតជាមួយរុស្ស៊ីក៏ដោយលោក Putin បានបន្ថែមថាសហរដ្ឋអាមេរិកមិនអាចធានាការយល់ព្រមពីទីក្រុងគៀវបានទេលោកបានបន្ថែមថារុស្ស៊ីពេញចិត្តជាមួយនឹងការវិវត្តសមរភូមិចុងក្រោយនេះដែលលោកបានលើកហេតុផលថាកំពុងជួយសម្រេចបាននូវគោលដៅនៃប្រតិបត្តិការយោធាពិសេសលោកបានអះអាងថាការបដិសេធរបស់ទីក្រុងគៀវក្នុងការចូលរួមចរចាគឺបានរួមចំណែកដល់ការឈានទៅមុខបន្ថែមទៀតដោយកងកម្លាំងរុស្ស៊ីខណៈដែលលោកបាននិយាយឡើងអំពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូដើម្បីចរចាលោកបានរៀបរាប់ថាយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាពនិងដំណោះស្រាយដោយសន្តិវិធីនៃបញ្ហាក៏ប៉ុន្តែនេះទាមទារឲ្យមានការពិភាក្សាខ្លឹមសារនៃព័ត៌មានលម្អិតទាំងអស់នៃផែនការដែលបានស្នើឡើងសូមជម្រាបផងដែរថាទាក់ទងនឹងផែនការសន្តិភាពថ្មីនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាលោកនឹងមិនក្បត់ប្រទេសរបស់លោកនោះទេខណៈដែលលោកបានព្រមានថាទីក្រុងគៀវកំពុងប្រឈមមុខនឹងគ្រាដ៏លំបាកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនស្របពេលដែលមានសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកឲ្យទទួលយកសំណើសន្តិភាពដ៏ចម្រូងចម្រាសមួយនេះដែលរួមបញ្ចូលទាំងការសម្របសម្រួលសំខាន់ៗទៅកាន់ប្រទេសរុស្ស៊ីយោងតាមសារព័ត៌មាន Independent សំណើរបស់សហរដ្ឋអាមេរិកបានអំពាវនាវឲ្យទីក្រុងគៀវលះបង់ទឹកដីរបស់ខ្លួននៅក្នុងតំបន់ Donetsk, Luhansk និង Crimea ព្រមទាំងបង្កកសកម្មភាពជួរមុខបច្ចុប្បន្ននៅក្នុងតំបន់ Kherson និង Zaporizhzhia គួរបញ្ជាក់ផងដែរថានាថ្ងៃសុក្រទី21ខែវិច្ឆិកាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងចាំបាច់ត្រូវតែទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដែលសម្ដៅបិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទាំងស្រុងនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី21ខែវិច្ឆិកាឆ្នាំ2025អរគុណអ្នកទាំងអស់គ្នាពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេនៅថ្ងៃនេះសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និង Follow ម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយជនជាតិថៃមួយក្រុមព្រួតគ្នាវាយទេសចររុស្ស៊ីបែកក្បាលហូរឈាមស្រោចពេញខ្លួននៅប៉ាតាយាទីក្រុងបាងកកនៅក្នុងប្រទេសថៃមានកើតហេតុការណ៍វាយទេសចរបរទេសមួយករណីទៀតហើយដោយលើកនេះជាជនជាតិរុស្ស៊ីម្នាក់បានរងរបួសធ្ងន់ឈាមហូរស្រោចពេញខ្លួននៅទីក្រុងប៉ាតាយានេះបើតាមការចេញផ្សាយរបស់ប៉ាតាយា News ទេសចរអាយុ27ឆ្នាំម្នាក់ត្រូវបានបរិសុទ្ធថៃមួយក្រុមព្រួតវាយនិងយកដបវាយក្បាលបណ្ដាលឲ្យរយះហូរឈាមខណៈដែលអ្នកបង្ករត់បាត់សមោលពីកន្លែងកើតហេតុអស់ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 3:50 នាទីទៀបភ្លឺនៅថ្ងៃសុក្រទី21ខែវិច្ឆិកាឆ្នាំ2025នៅតំបន់ Walking Street ភាគខាងត្បូងនៅទីក្រុងប៉ាតាយាយ៉ាងណាមិញគេមិនទាន់ដឹងពីមូលហេតុនៃករណីនេះនៅឡើយទេខណៈដែលប៉ូលីសកំពុងបើកការស៊ើបអង្កេតជាបន្តមិនមែនជារឿងថ្មីឡើយដែលជនជាតិថៃវាយធ្វើបាបបរទេសជាទេសចរពោលគឺករណីបែបនេះកើតឡើងជាញឹកញាប់ណាស់នៅក្នុងប្រទេសថៃករណីថ្មីកន្លងផុតទៅនេះគឺពាក់ព័ន្ធនឹងទេសចរម៉ាឡេស៊ី2នាក់ជាគូស្នេហ៍នឹងគ្នាដែលត្រូវបានបរិសុទ្ធគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេទាំងរស់នៅជិតផ្សារទំនើបមួយនៅក្នុងទីក្រុងបឹងកកកាលពីរាត្រីថ្ងៃប្រហោះថ្ងៃទី7ខែសីហាឆ្នាំ2025កន្លងទៅ
ហេតុការណ៍នេះបានធ្វើឲ្យទេសចរបរទេសជាច្រើនកាន់តែខ្លាចរអានឹងការទៅដើរលេងកម្សាន្តនៅប្រទេសថៃដោយសារតែប្រជាជនប្រទេសនោះមិនសូវរួសរាយរាក់ទាក់និងខ្លះមានចរិតកោងកាចហើយអ្វីដែលកាន់តែភ័យខ្លាចទៀតនោះគឺនៅប្រទេសថៃតែងតែកើតមានករណីប្រើហិង្សាទៅលើជនបរទេសពីសំណាក់ម្ចាស់ស្រុកផ្ទាល់តែម្ដងចឹងឃើញថាជនជាតិមួយនេះគឺកោងកាចខ្លាំងមែនទែនឃើញថាករណីដែលវាធ្វើបាបជនបរទេសហ្នឹងគឺមានច្រើនមែនទែនច្រើនករណីមែនទែនសិតតែអួតខ្លួនឯងថាជាប្រទេសសម្បូរអ្នករៀនសូត្រចេះដឹងណាប៉ុន្តែប្រជាជនហ្នឹងគឺសិតតែពីលសិតតែជើងកាងជក់ថ្នាំហ្មងនិយាយអត់ចេះស្ដាប់គ្នាទេជនជាតិមួយហ្នឹងគឺយ៉ាប់មែនទែនលោកដូណាល់ត្រាំថាសហរដ្ឋអាមេរិកនឹងធ្វើការបញ្ចប់សង្គ្រាមនៅស៊ូដង់តាមសំណើរបស់អារ៉ាប៊ីសាអូឌីតទីក្រុងវ៉ាស៊ីនតោនប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីជួយបញ្ចប់សង្គ្រាមនៅស៊ូដង់បន្ទាប់ពីព្រះអង្គម្ចាស់រាជធានីអារ៉ាប៊ីសាអូឌីតមូហាម៉ាត់ប៊ីនសាលម៉ានបានស្នើសុំជួបរូបលោកដើម្បីធ្វើអន្តរាគមន៍នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅឯសន្និសីទមួយស្ដីពីការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃប្រហ័សទី20ខែវិច្ឆិកាមួយថ្ងៃបន្ទាប់ពីបានជួបនឹងព្រះអង្គម្ចាស់ប៊ីនសាលម៉ាននៅឯសេតវិមានលោកដូណាល់ត្រាំបានគូបញ្ជាក់យ៉ាងដូចនេះថាយើងបានចាប់ផ្ដើមធ្វើការលើបញ្ហានេះហើយគឺសង្គ្រាមនៅស៊ូដង់លោកបានប្រាប់ភ្ញៀវកិត្តិយសចូលរួមក្នុងសន្និសីទរួមមានព្រះអង្គម្ចាស់ប៊ីនសាលម៉ាននិងគណៈប្រតិភូអារ៉ាប៊ីសាអូឌីតផ្សេងទៀតថារដ្ឋបាលរបស់លោកបានចាប់ផ្ដើមធ្វើការទៅលើបញ្ហាសង្គ្រាមនៅស៊ូដង់តែកន្លះម៉ោងប៉ុណ្ណោះក្រោយព្រះអង្គម្ចាស់រាជធានីស្នើសុំកាលពីថ្ងៃពុធឲ្យរូបលោកដូណាល់ត្រាំជួយអន្តរាគមន៍ប៉ុន្មានម៉ោងក្រោយមកក្នុងការបង្ហោះលើបណ្ដាញសង្គមទំនាក់ទំនងរបស់លោកដូណាល់ត្រាំបានលើកឡើងថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមអេស៊ីបនិងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅមជ្ឈមបូព៌ាដើម្បីបិទបញ្ចប់អំពើឃោរឃៅក្នុងតំបន់និងធ្វើឲ្យស៊ូដង់មានស្ថិរភាពឡើងវិញគួរបញ្ជាក់ផងដែរថាសង្គ្រាមនៅស៊ូដង់បានផ្ទុះឡើងតាំងពីឆ្នាំ2023មកម្លេះដែលជាចំនួនដណ្ដើមអំណាចរវាងកងទ័ពស៊ូដង់និងទាហានប៉ារ៉ាកងកម្លាំងគាំទ្ររហ័សតែភាគីចំនួនទាំងសងខាងត្រូវបានគេជឿថាសុទ្ធតែមានការគាំទ្រពីបរទេសនៅខាងក្រោយក្នុងរៀងៗខ្លួនទើបពួកគេមានអំណាចនិងធនធានដើម្បីធ្វើសង្គ្រាមយូរយ៉ាងដូចនេះបាទអញ្ចឹងយើងឃើញថាសង្គ្រាមនៅស៊ូដង់ហ្នឹងគឺមិនទាន់បានបញ្ចប់ទេហើយអំពើប្រល័យពូជសាសន៍នេះគឺឃោរឃៅខ្លាំងមែនទែននៅស៊ូដង់សម្រាប់ឆ្នាំ2025នេះណាគឺវាសាហាវជាងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនទៅទៀតដោយសារអីបានថាសាហាវគឺដោយសារតែសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនហ្នឹងគឺស្លាប់តែទាហានទេស្លាប់តែកងកម្លាំងទេហើយជនស៊ីវិលគឺប៉ះពាល់តិចតួចណាស់ក៏ប៉ុន្តែសង្គ្រាមដណ្ដើមអំណាចនៅស៊ូដង់រវាងកងទ័ពស៊ូដង់និងទាហានប៉ារ៉ាវិញគឺពួកគេបានសម្លាប់ជនស៊ីវិលច្រើនមែនទែនសម្លាប់ពលរដ្ឋស្លូតត្រង់ច្រើនមែនទែនគឺសម្លាប់រង្គាលតែម្ដងនិយាយទៅឲ្យតែឃើញអ្នកណាដើរតាមផ្លូវឃើញមុខអីគឺមិនបានហ្មងគឺបាញ់សម្លាប់យកតែម្ដងហើយមានករណីរំលោភបំពានលើស្ត្រីច្រើនមែនទែនគឺច្រើនខ្លាំងមែនទែនសម្រាប់ឆ្នាំ2025នេះណាហើយមកទល់នឹងពេលនេះគឺមិនទាន់ឃើញមានប្រទេសមហាអំណាចណាដែលចូលទៅអន្តរាគមន៍ដើម្បីបញ្ចប់សង្គ្រាមនេះនៅឡើយទេអរគុណអ្នកនរគ្នាពីខ្ញុំទៅមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការគាំទ្រកុំភ្លេចជួយ like ជួយ share និងជួយ comment នៅខាងក្រោមផងបើសិនបើមានបញ្ហាខុសឆ្គងអីក៏សូមអធិស្ឋានហើយកុំភ្លេចជួយចុច subscribe និង follow ខ្ញុំម្នាក់មួយផងអរគុណ